សួស្តីបងប្អូនអរគ្នាវីដេអូថ្ងៃនេះយើងមករៀនមេរៀនទី15ចាភាគ1មេរៀនទី15របស់យើងគឺមានចំណងជើងថា O늘 날씨가 정말 덥네요 ថ្ងៃនេះអាកាសធាតុពិតជាក្តៅមែនចាពាក្យថា 정말 មានន័យថាពិតជា 덥네요 ក្តៅមែនអូខេយើងមើលខាងក្រោម 1번 주제 ប្រធានបទរបស់យើងនិយមពី 날씨 អាកាសធាតុ 2번 어휘와 문법 ពាក្យនិងវេយ្យាករណ៍ចាពាក្យរបស់យើងគឺនិយាយអំពី 계절ចាពាក្យដែលតាក់ទងជាមួយនឹងរដូវហើយនឹង 날씨 ពាក្យដែលតាក់ទងជាមួយនឹងអាកាសធាតុចាហើយនឹងវេយ្យាករណ៍របស់យើង 동사 형용사 내요 ចាវេយ្យាករណ៍ទី2 명사 보다 អូខេ3ប៉ុនទី3គឺហល់ដងសកម្មភាព 날씨 말하기 ការនិយាយជាមួយនឹងអាកាសធាតុបន្ទាប់មកគូយ៉ាង 날씨 속의 글쓰기 ការសរសេរអំពីអត្ថបទដែលណែនាំអំពីអាកាសធាតុស្រុកកំណើតចា4ប៉ុនទី4 문화와 정보វប្បធម៌និងព័ត៌មាននិយាយអំពីច្រានអានចនអាណេមុនចាអញ្ចឹងបានន័យថាសារផ្ដល់ព័ត៌មានពីសុវត្ថិភាពហើយនឹងគ្រោះមហន្តរាយពាក្យថាច្រានបានន័យថាគ្រោះមហន្តរាយអានចនសុវត្ថិភាពអាណេនេះព័ត៌មានចាមុនចានេះសារឬក៏ message ចាបន្ទាប់មកយើងមើល slide បន្ទាប់របស់យើងចាទំព័របន្ទាប់យើងមានសំណួរ2គេសួរថា 무슨 계절이에요 តើគឺជារដូវអ្វីដែរ 날씨가 어때요 ហើយអាកាសធាតុយ៉ាងម៉េចដែរចា요즘 날씨가 어때요 សប្តាហ៍ថ្ងៃចាឬក៏តើអាកាសធាតុសប្តាហ៍ថ្ងៃយ៉ាងម៉េចដែរអូខេបងប្អូនអរគ្នាយើងមើលរូបរបស់យើងទី1គឺ여름ចាគឺរដូវក្តៅយើងមើលអាកាសធាតុនៅក្នុងរូបភាពនេះគឺ 여름이에요ចាបន្ទាប់មក 가을이에요 គឺរដូវស្លឹកឈើជ្រុះចាហើយបន្ទាប់មកគឺ 겨울 រដូវរងាឬក៏រដូវត្រជាក់ចាឥឡូវយើងមកមើលពាក្យរបស់យើងបងប្អូនអរគ្នាចាពាក្យរបស់យើងគេថា 무슨 계절이에요 តើគឺជារដូវអ្វីដែរ 날씨가 어때요 អាកាសធាតុយ៉ាងម៉េចដែររូបភាពទី1ចាគឺភូមិនេះបានន័យថារដូវផ្ការីកអាកាសធាតុគឺតាទិដ្ឋាដាកក់ក្ដៅចាបន្ទាប់មក 여름 បានន័យថារដូវក្តៅចាអាកាសធាតុគឺ 덥다 ចាក្តៅបន្ទាប់មក 겨울 ចា 겨울 រដូវរងាឬក៏រដូវត្រជាក់នឹងចាអាកាសធាតុគឺ 춥다 ត្រជាក់ចាហើយនឹងរដូវទី4ចុងក្រោយគឺ 가을 បានន័យថារដូវស្លឹកឈើជ្រុះអាកាសធាតុគឺ 살살하다 ត្រជាក់តិចឬក៏ត្រជាក់លំហើយអីបងប្អូនអរគ្នាគឺ salsalhada អូខេអញ្ចឹងរដូវរបស់យើងទាំង4នៅក្នុងប្រទេសកូរ៉េគឺមានរដូវ4ច្បាស់លាស់ចាគឺមានរដូវភូមិ 여름, 겨울 ហើយនិង 가을 ចាអូខេបងប្អូនអរគ្នាយើងមកមើលខាងក្រោមបន្តទៀតគេនិយាយថា 여러분 고향은 지금 무슨 계절이에요 ចានៅស្រុកកំណើតអ្នកទាំងអស់គ្នាតើពេលនេះគឺជារដូវអ្វីដែរ 이야기 해보세요 សូមសាកល្បងនេះនិយាយចាយើងមើលឧទាហរណ៍ខាងក្រោម여자ក៏និយាយថា 지금 무슨 계절이에요 ឥឡូវតើអាកាសធាតុចាគឺជារដូវអ្វីដែរឥឡូវគឺជារដូវអ្វីដែរ남자គាត់ថា 봄이에요 គឺជារដូវផ្ការីក따뜻해요 កក់ក្តៅចាអាកាសធាតុគឺកក់ក្តៅចាបន្ទាប់មកទៀតគឺយើងរៀនទម្រង់វេយ្យាករណ៍របស់យើងទី1ចាវេយ្យាករណ៍គឺ ធុងហើយនឹង 형내요 ចាធុងនេះគឺធុងសាបានន័យថាកិរិយាសព្ទ 형នេះគឺ 형용사បានន័យថាគុណនាមហើយ 내요 នេះបើយើងបកទៅបានន័យបកខាងចុងមែនចាដូចថាស្អាតមែនក្តៅមែនអីអញ្ចឹងបងប្អូនអរគ្នាយើងអាចបកប្រែខាងចុងនេះថាមែនដើម្បីបញ្ជាក់ចាយើងមើលនិយមន័យរបស់គេថា 새롭게 알게 된 사실에 대해 자신의 느낌이나 생각을 표현할 때 사용해요 ចាអញ្ចឹងពាក្យថា 새롭게 នេះដែលថ្មី 새롭다 ថ្មី 알게 មានន័យថាដឹងចា 사실 ការពិត ETH នេះអំពី 자신 នេះខ្លួនឯង 느낌 អារម្មណ៍ចា 생각 នេះការគិត 표현 នេះ 표현 할 때 នៅពេលបង្ហាញចាអញ្ចឹងបានន័យថាគេប្រើប្រាស់នៅពេលដែលបង្ហាញអំពីការគិតឬក៏អារម្មណ៍ផ្ទាល់ខ្លួននៅពេលដែលយើងបានដឹងអ្វីមួយថ្មីការពិតចាអញ្ចឹងបើយើងនិយាយឲ្យស្រួលស្ដាប់បានន័យថានៅពេលដែលយើងជួបរឿងអីមួយដែលថ្មីបងប្អូនអរគ្នាជួបរឿងអ្វីមួយដែលថ្មីហើយសម្រាប់យើងដែលយើងមានបទពិសោធន៍ផ្ទាល់យើងជួបផ្ទាល់ហើយយើងប្លែកអារម្មណ៍យើងលន់មាត់ជាមួយនឹងរឿងដែលយើងជួបនោះគឺយើងប្រើ 내요 ចាអញ្ចឹងទម្រង់ 내요 ហ្នឹងគឺយើងប្រើសំដៅទៅលើ
រឿងដែលយើងភ្ញាក់ផ្អើលនៅពេលដែលយើងជួបលើកទី1ជួបដំបូងជារឿងពិតដែលយើងទៅតែជួបយើងអារម្មណ៍យើងប្លែកយើងលន់មាត់គឺយើងប្រើ neo អូខេតោះអញ្ចឹងយើងមើលឧទាហរណ៍ទាំងអស់គ្នានៅក្នុងសៀវភៅរបស់យើងជាមួយនឹងពាក្យនៃការបំបែកពាក្យរបស់យើងចាអញ្ចឹងមកតែមានន័យថាញ៉ាំជាកិច្ចសព្ទបងប្អូនអរគ្នានៅក្នុងទម្រង់ neo នេះអត់មានអីពិបាកអីយើងគ្រាន់តែលុបដាហើយយើងបូកជាមួយនឹង neo តែម្ដងអញ្ចឹងដូចជាមកតាទៅជា mon neo ចាឈូតាឈុន neo អញ្ចឹងមកតាយើងឧទាហរណ៍ជាមួយនឹងពាក្យថា mani mon neo អូយពិតជាញ៉ាំច្រើនមែនចាអីចឹងយើងលន់មាត់យើងអត់គិតថាគាត់ទូចទេតែដល់ពេលគាត់ញ៉ាំច្រើនយើងគិតថាគាត់ញ៉ាំតិចទេតែដល់ពេលឃើញគាត់ញ៉ាំច្រើនអញ្ចឹងយើងក៏លន់មាត់ថាអូញ៉ាំច្រើនមែនអូម៉ានេះម៉ងណេអូចាបន្ទាប់មកឈុតតាល្អអញ្ចឹងជ្រុនណេអូល្អមែនដូចតែយើងទិញរបស់អីមួយបងប្អូនអរគ្នាជារបស់រៀងធូរថ្លៃអីដែរប៉ុន្តែយើងគិតថាមកល្មមប្រើប៉ុន្តែដល់ពេលប្រើទៅវាល្អយើងមានអារម្មណ៍ថាលយឈុនណេអូល្អមែនចាអូដាចាអូណេអូឧទាហរណ៍យើងអត់ដែរមកកូរ៉េហើយទៅយើងឃើញព្រិលលើកដំបូងយើងថាអូអូនឺលនូនីម៉ានីអូណេអូព្រិលធ្លាក់ច្រើនមែនថ្ងៃនេះតែអញ្ចឹងតើនេះយើងប្រើជាមួយនឹងស្ថានភាពដែលយើងជួបចាជួបថ្មីសម្រាប់យើងណាបន្ទាប់មកយាពឺដាជាគុណនាមចាគុណនាមបានន័យថាស្អាតទៅជាយាពឺណេអូចាអូយាពឺណេអូគឺយកចាកាយាពឺណេអូស្ត្រីនោះក៏ជាស្អាតមែនអីចឹងទៅចាហើយនៅក្នុងទម្រង់ណេយោរបស់យើងនេះក៏មានករណីប្រែប្រួលដែរបងប្អូនអរគ្នាគឺជាមួយនឹងពាក្យថាសល់ដែរចឹងសល់ដែរយើងលុបដែរចោលបញ្ចប់ដោយវចនជាអ្នករីអ៊ឺលបងប្អូនត្រូវចំណាំក្នុងទម្រង់ណេយោគ្រប់ពាក្យដែលមានរីអ៊ឺលគឺយើងត្រូវលុបរីអ៊ឺលចោលហើយបានយើងបូកជាមួយនឹងណេយោដូចជាពាក្យសល់ដែរទៅជាសល់ណេអូមើលដែរឆ្ងាយទៅជាម៉ូណេអូចាអូខេឡើយនេះតួនេះបងប្អូនអរគ្នាអត់មានអីពិបាកទេយើងគ្រាន់តែលុបដែរមានជើងអត់ជើងគឺយើងបូកជាមួយនឹងណេអូទាំងអស់ហើយករណីប្រែប្រួលមួយគឺរីអ៊ឺលយើងត្រូវលុបចោលបន្ទាប់មកទៀតខាងក្រោមបងប្អូនអរគ្នាមើលខាងក្រោមនេះខាងលើនេះគេដាក់ថាធុងសាហងយងសាប៉ុន្តែខាងក្រោមនេះក៏យើងអាចប្រើជាមួយនឹងមយងសាបានដែរចឹងមយងសាគឺយើងគិតទៅលើមយងសាមានជើងនិងអត់ជើងចំពោះមយងសាដែលមានជើងគឺយើងត្រូវប្រើជាមួយនឹង e nail ដូចជាពាក្យ hakseng ទៅជា hakseng e nail អូគឺជាសិស្ស copy នេះយើងអត់មានជើងទេយើងត្រូវប្រើជាមួយនឹង nail ចាអញ្ចឹងទៅជា copy nail ចា copy nail អូខេបន្ទាប់មកយើងមើលឧទាហរណ៍របស់យើងនៅលើរូបភាពចានៅលើរូបភាពគាត់ថា Iring si uri khachuk sa chiniyo Iring គឺជារូបថតគ្រួសាររបស់ខ្ញុំចាអញ្ចឹង Iring គាត់ឃើញហើយគាត់ក៏និយាយថា Aika chongmal yepunneo អូកូនពិតជាស្អាតមែនចាយាយ4បន្ទាប់ខាហើយនឹងណាខាគាត់ថាអ៊ីចាប់ឆែជុំធឺសេអូឆែកាម៉ាន់ដ្រូសេអូសូមញ៉ាំឬក៏សូមពិសាឆាប់ឆែនេះបន្តិចព្រោះខ្ញុំបានធ្វើតមកគេថាវ៉ាវឆុងម៉ាល់ម៉ាស៊ីនណេអូពិតជាឆ្ងាញ់មែនចាពិតជាឆ្ងាញ់មែននេះដូចថាគាត់អត់គិតថាដាក់ឆ្ងាញ់ដល់ថ្នាក់ហ្នឹងដល់ពេលញ៉ាំហើយឆ្ងាញ់គាត់លន់មាត់សរសើរអីចឹងណាចាបន្ទាប់មកឧទាហរណ៍បន្ទាប់ឡាមីនស៊ីននហាន់គូកូរ៉ឺឆុងម៉ាល់ឆារ៉ាណេអូឡាមីនពិតជាពូកែភាសាកូរ៉េមែនចាអូខេអញ្ចឹងគឺមានប៉ុណ្ណេះបងប្អូនអរគ្នាហើយខាងនេះបងប្អូនសាកមើលបន្តិចកន្លែងនេះគេថាយកគីននគីមជីជីកែរលឆៅម៉ាល់ម៉ាស៊ីសយោចាសម្លគីមជីនៅទីនេះពិតជាឆ្ងាញ់ហាន់បនមកកពូសេអូសូមសាកញ៉ាំម្ដងមើលបន្ទាប់មកគេថាឆៅម៉ាល់ម៉ាស៊ីនណេអូពិតជាឆ្ងាញ់មែនហាន់បនមកកពូកែអូចាខ្ញុំនឹងសាកញ៉ាំម្ដងអញ្ចឹងនៅក្នុងកន្លែងនេះគេដាក់ខ្វែងគេចង់បង្ហាញថាទម្រង់នេយោបងប្អូនអ្នកគ្នាយើងអត់អាចប្រើជាមួយនឹងទម្រង់អនាគតទេគឺយើងអាចប្រើបានតែជាមួយនឹងចាបច្ចុប្បន្នហើយនឹងអតីតកាលចាពួកអីទម្រង់ហ្នឹងគឺយើងប្រើជាមួយនឹងបទពិសោធន៍ដែលយើងបានជួបហើយបើអនាគតយើងអត់ទាន់មានបទពិសោធន៍ជួបផងហ្នឹងអញ្ចឹងគឺយើងអត់ត្រូវប្រើជាមួយនឹងទម្រង់នេយោទេអូខេឥឡូវយើងមើលឧទាហរណ៍ខាងក្រោមនេះចាហេនជេជាមួយនឹងបច្ចុប្បន្នគឺណេយោអញ្ចឹងដូចជាពាក្យថានូនីអូដែរចាអញ្ចឹងគឺនូនីអូណេអូព្រិលធ្លាក់មែនចាព្រិលធ្លាក់មកហើយចាតមកអតីតកាលគឺនូនីវ៉ាណេអូព្រិលបានធ្លាក់ហើយចាគេអញ្ចឹងឲ្យតម្រងវេយ្យាករណ៍របស់យើង
នៅក្នុងមេរៀនទី15វេយ្យាករណ៍ទី1គឺនយោបាយរបស់យើងគឺមានប៉ុណ្ណេះបងប្អូនអរគ្នាហាចាបន្ទាប់មកខ្ញុំសូមឲ្យបងប្អូនអរគ្នាមកមើលជាមួយនឹងយន់ស៊ឹបចាយន់ស៊ឹប그림을 보고 느낌이나 생각을 말해보세요. 자, គេឲ្យយើងមើលរូបភាពហើយសូមសាកល្បងនិយាយអំពីគំនិតហើយនឹងអារម្មណ៍ 보기 ឧទាហរណ៍ចា 꽃이 많이 피었다. ផ្ការីកច្រើនចាអញ្ចឹងយើងយកពាក្យនឹងមកបងប្អូនអរគ្នាយើងអាចនិយាយថាว่า 꽃이 많이 피었네요. ចាអូផ្កាពិតជារីកច្រើនមែនតបទី2នេះបងប្អូនអរគ្នាសាកធ្វើខ្លួនឯងចាយើងធ្វើតាមភូគីរបស់យើងមកយើងគ្រាន់តែបន្ថែមនេយោខាងចុងប្រយោគចាកន្លែងនេះទៅឲ្យបងប្អូនអ្នកធ្វើបន្ទាប់មកយើងមើល Ofiva ហើយនឹងមុនប៉បទី2ចា Ofi ទី2របស់យើងគឺតាក់ទងជាមួយនឹងអាកាសធាតុ Nasika Hotel អាកាសធាតុយ៉ាងម៉េចដែរចាគឺមានពាក្យ Ankeka Kida ចុះអាប់ចាពាក្យថា Anke អាប់បងប្អូនអរគ្នា Ankeka Kida ចុះអាប់ចាយ៉ងគុកនេះនៅអង់គ្លេសបន្ទាប់មក Nuni Oda ធ្លាក់ព្រិលចាគឺ Russia ចា Moscow ចា Moscow បន្ទាប់មក Chandong ចា Chandong ឬក៏ Phongeka Chida ចាបានន័យថាមានផ្គររាន់ឬក៏ផ្នែកបន្ទោចា Chandong Phongeka Chida Chandong នេះផ្គរលាន់ចា Phongeka Chida នេះផ្នែកបន្ទោនៅណានៅជុងគូប្រទេសចិនតមកអ៊ីជីបគឺ Parami Poda ខ្យល់បក់ចាខ្យល់បក់ណែហើយវៀតណាមនៅវៀតណាមគឺ Pika Oda ចាភ្លៀងធ្លាក់ចាសូលហាន់ហ្គូក Malda ស្រឡះអាកាសធាតុស្រឡះគឺ Malda ចាហ្វីលីពីននៅហ្វីលីពីនគឺ Hurrida ចា Hurrida បានន័យថាអ៊ូអាប់អាកាសធាតុអ៊ូអាប់បន្ទាប់មកពាក្យចុងក្រោយរបស់យើងគឺ Kurumi Kida ចាពពករួមផ្ដុំឬក៏ចាពពកដុំពណ៌ខ្មៅដុំមេចង់រត់ភ្លៀងណា Kurumi Kida ចាគឺនៅមីគូអូខេអញ្ចឹងពាក្យរបស់យើងគឺមានប៉ុណ្ណេះបងប្អូនអរគ្នាហើយកន្លែងនេះគឺខ្ញុំបន្ថែមជាមួយនឹងរដូវរបស់យើងនៅស្រុកយើងគឺមាន2រដូវចាគឺអ៊ូគីហើយនិងខុនគីរដូវវស្សាហើយនិងរដូវប្រាំងអូខេបងប្អូនអរគ្នានៅក្នុងវីដេអូរបស់យើងគឺមានប៉ុណ្ណេះបងប្អូនអរគ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ